បាទសួស្តីថ្ងៃនេះខ្ញុំបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការបិទអ៊ីនធឺណិតទូរស័ព្ទរបស់យើងមិនថាទូរស័ព្ទរបស់យើងជាអ៊ីនធឺណិត Wi-Fi ឬក៏អ៊ីនធឺណិត SIM ទេយើងអាចធ្វើការបិទបានដោយខ្លួនឯងអញ្ចឹងហេតុអីបើខ្ញុំនិយាយថាបិទដោយខ្លួនឯងជាទូទៅបងប្អូនបិទលើនេះអញ្ចឹងឧទាហរណ៍បងប្អូនបិទពីយប់ព្រមឡើងគឺវាបើកអូតូអញ្ចឹងយើងអត់ចង់ឲ្យវាបែបនេះទេអញ្ចឹងយើងអាចកំណត់បាននៅក្នុងទូរស័ព្ទរបស់យើងចង់ឲ្យវាបិទពេលណាបើកពេលណាក៏បានដែរអញ្ចឹងវាអាស្រ័យលើបងប្អូនកំណត់ហើយយើងបងប្អូនអត់ទាន់ដឹងទេគឺអាចទស្សនាវីដេអូខ្ញុំនេះបានឥឡូវត្រូវខ្ញុំបើកអញ្ចឹងដើម្បីកំណត់បានហ្នឹងគឺបងប្អូនគ្នាត្រូវចូលកម្មវិធី Shortcut អញ្ចឹងបងប្អូនចូលមកដល់កម្មវិធី Shortcut បងប្អូនចូលពាក្យថា Automation នៅខាងក្រោមចំកណ្ដាលនេះអញ្ចឹងពេលដែលបងប្អូនចូលមកដល់ Automation នេះបងប្អូនយកពាក្យថា New Automationអញ្ចឹងពេលដែលយើងយក New Automation យើងត្រូវចូលទៅកាន់ពាក្យថា Time of Day អញ្ចឹងយើងចុច Time of Day ហើយអញ្ចឹងឧទាហរណ៍បងប្អូនចង់កំណត់ម៉ោងណាដោយធ្វើឲ្យអ៊ីនធឺណិតរបស់បងប្អូនធ្វើការបិទអញ្ចឹងឧទាហរណ៍ខ្ញុំយកម៉ោង10:35ទៅឬខ្ញុំឧទាហរណ៍ឲ្យបងប្អូននេះម៉ោង10:34ណាអញ្ចឹងក្នុងនោះបងប្អូនអាចរើសជាមានថាឲ្យវាធ្វើការជា daily ឬក៏ weekly ឬក៏ monthly មានថាខ្ញុំជ្រើសរើសយករៀងរាល់ថ្ងៃអញ្ចឹងដល់តែម៉ោង10គឺវាបិទហើយម៉ោង10:35ឬក៏ម៉ោង10:36ហ្នឹងគឺវាធ្វើការបិទហើយបងប្អូនបិទអ៊ីនធឺណិតណាអញ្ចឹងចូលមកដល់ហ្នឹងបងប្អូនកុំឃើញខាងក្រោមអញ្ចឹងបងប្អូនយកខាងក្រោមអញ្ចឹងកន្លែងនេះបងប្អូនយកខាងក្រោមហើយបងប្អូនចុច next អញ្ចឹងពេលដែលបងប្អូនចុច next ហើយគឺបងប្អូនអរគ្នាយកពាក្យថា New Blank Automation អញ្ចឹងយើងយក New Blank ហើយលេខនេះយើងធ្វើការពាក្យ search ថា Wi-Fi អញ្ចឹងខ្ញុំយក Wi-Fi នេះ set Wi-Fi ពេលដែលបងប្អូនចុចលេខនេះអញ្ចឹងបងប្អូននឹងឃើញទម្រង់ដូចនេះអញ្ចឹងបងប្អូនយកពាក្យថា off អញ្ចឹងមិនថាយើងបិទ Wi-Fi ហើយមួយទៀតបងប្អូនអាច search ថា cellular data បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនយកពាក្យថា cellular data នេះតើបងប្អូនយក off ដូចគ្នាអញ្ចឹងគាត់បងប្អូនចុចពាក្យថា done មកបន្ទាប់មកបងប្អូនអាចចាំមើលដល់ពេលដល់ម៉ោង10:36គឺអ៊ីនធឺណិតរបស់បងប្អូននឹងធ្វើការផ្ដាច់នៅ Wi-Fi មិនថា Wi-Fi ឬក៏អ៊ីនធឺណិត SIM ទេអញ្ចឹងបើសិនជាបងប្អូនចង់ add បន្ថែមបងប្អូនអាច add មុខងារបន្ថែមមិញខ្ញុំ add ជាមួយនឹង Wi-Fi ជាមួយនឹងអ៊ីនធឺណិត SIM អញ្ចឹង36បងប្អូនអាចឃើញអញ្ចឹង Wi-Fi យើងក៏បានបិទអ៊ីនធឺណិត SIM ក៏បានបិទអញ្ចឹងវាផ្ដល់ភាពងាយស្រួលបងប្អូនមិនបាច់ចាំបិទទេហើយក្នុងនេះតើបងប្អូនចុចលើនេះបើកបានវាបើកបងប្អូនវាអាចបើកខ្លួនវាបានទេអញ្ចឹងតើបងប្អូនចុចការចុចបើកចេះបានបើកណាបងប្អូនអរគ្នាមិនដែលឃើញមានឆ្នោតអញ្ចឹងមិនថាវាបិទដល់ខាងក្នុងតែម្ដងអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យម៉ោងប្រហែលវាបើកវិញបងប្អូនធ្វើដូចមិញអញ្ចឹងហើយកន្លែងនោះបងប្អូនចុចពាក្យចូលមកដល់កន្លែងនេះបងប្អូនយកពាក្យ on ទៅមិនថាម៉ោងដែលបងប្អូនកំណត់នោះវាចាប់ផ្ដើមបើកវិញបងប្អូនអរគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាយល់អញ្ចឹងបើសិនជាមានចម្ងល់អីហើយមានអ្វីថ្មីខ្ញុំនឹងជួបបងប្អូនអរគ្នានៅវីដេអូក្រោយ